ជាជំងឺឆ្លងមួយដែលបណ្ដាលមកអំពី virus គេហៅថា Lisa virus ហើយវាឆ្លងមកមនុស្សតាមរយៈការខ្វាចក៏គេឬក៏ខាំរបស់សត្វហើយសត្វដែលបង្កទុកនៅជំងឺឆ្កែឆ្កួតនេះភាគច្រើនគឺពពួកសត្វស្រុកនិងសត្វព្រៃក៏ប៉ុន្តែយើងផ្ដោតសំខាន់ទៅលើសត្វឆ្កែដែលជាអ្នកងារបង្កឲ្យមានជំងឺឆ្កែឆ្កួតរហូតដល់ 99% ដែលធ្វើឲ្យអ្នកជំងឺត្រូវទទួលរងគ្រោះនៃជំងឺឆ្កែឆ្កួតនេះបើសិនជាយើងពិនិត្យមើលទៅលើអ្នកជំងឺតែងតែស្លាប់នៅពេលដែលក្រោយចេញរោគសញ្ញាពីព្រោះថាមេរោគឆ្កែឆ្កួតវាចូលទៅដល់ខួរក្បាលតាមរយៈសរសៃប្រសាទហើយពេលដែលឆ្កែខាំមេរោគហ្នឹងគឺវានៅជុំវិញមុខរបួសអ្នកដែលត្រូវឆ្កែខាំហ្នឹងហើយវាធ្វើដំណើរទៅកាន់ខួរក្បាលធ្វើឲ្យរលាកខួរក្បាលហើយចេញជារោគសញ្ញាឡើងស្អីទៅជារយៈពេលសង្ងំរយៈពេលសង្ងំបានន័យថាចាប់តាំងពីវារីសនៃជំងឺឆ្កែឆ្កួតចូលទៅក្នុងខ្លួនមនុស្សរហូតដល់ពេលចេញរោគសញ្ញាវាមានរយៈពេលពី1ខែទៅដល់3ខែជួនកាលមានភាពឆាប់រហ័សពី1អាទិត្យអាចដល់1ឆ្នាំអញ្ចឹងរយៈពេលសង្ងំនេះវាមានការប្រែប្រួលទៅតាមទីកន្លែងដែលសត្វខាំហើយនឹងចំនួនវារីសជំងឺឆ្កែឆ្កួតបើសិនជាការខាំនៅជើងការសង្ងំរបស់វាមានរយៈពេលយូរហើយបើសិនជាខាំនៅមុខឬក៏កអញ្ចឹងរយៈពេលសង្ងំគឺមានរយៈពេលខ្លីដែលអាចឲ្យអ្នកជំងឺនឹងឆាប់ចេញនៅរោគសញ្ញាទៅពេលដែលបងប្អូនត្រូវបានសត្វឆ្កែឬឆ្មាខាំគឺដាច់ខាតត្រូវតែលាងមុខរបួសនឹងទឹកគឺចាក់លាងសម្អាតជាមួយនឹងសាប៊ូរយៈពេល15នាទីហើយលាងដោយអាល់កុលឬក៏បេទីឌីនបើសិនជាមុខរបួសនោះធំសូមមេត្តាកុំដេរផ្ចិតមុខរបួសហើយប្រញាប់ប្រញាល់ស្វែងរកការចាក់វ៉ាក់សាំងជាបន្ទាន់ពីព្រោះថាយើងមិនដឹងថាមុខរបួសរបស់យើងនោះវាមានផ្ទុកដោយវីរុសជំងឺឆ្កែឆ្កួតឬក៏អត់អញ្ចឹងយើងដាច់ខាតត្រូវតែស្វែងរកការចាក់វ៉ាក់សាំងឲ្យបានទាន់ពេលវេលាឆាប់កាន់តែល្អចំណុចមួយទៀតយើងឃើញថានៅពេលដែលអ្នកជំងឺទទួលរងនៅវីរុសនៃជំងឺឆ្កែឆ្កួតគាត់នឹងអាចចេញរោគសញ្ញាហើយរោគសញ្ញាគឺមាន2បែបទី1បែបគេហៅថាអាការៈខឹងសម្បាតើមានលក្ខណៈបែបណាបានន័យថាអ្នកជំងឺអាចពីដំបូងឡើងអាចមានក្តៅខ្លួនហើយឈឺចាប់នៅកន្លែងមុខរបួសហើយក៏ចាប់ផ្ដើមនៅការប្រកាច់តបមកមានការខ្លាចទឹកខ្លាចខ្យល់ពិបាកលេបអាហារហើយមានការហៀរទឹកមាត់ច្រើនចំណុចមួយទៀតគឺជារោគសញ្ញាបែបពិការភាពបានន័យថាអ្នកជំងឺស្ដែងឡើងនៅការពិការសាច់ដុំពិការនៅផ្លូវដង្ហើមហើយអាចមានការបាត់បង់ស្មារតីបន្តិចម្ដងនេះគឺជារោគសញ្ញានៃជំងឺឆ្កែឆ្កួតដែលជួបប្រទះទៅលើបុគ្គលដែលត្រូវឆ្កែមានផ្ទុកមេរោគឆ្កែឆ្កួតខាំហើយក៏សូមបញ្ជាក់ថាគ្រប់ឆ្កែទាំងអស់មិនមែនតែខាំទៅកើតជំងឺឆ្កែឆ្កួតទាំងអស់ទេបើសិនជាឆ្កែនោះមិនមានផ្ទុកនៅវីរុសឆ្កែឆ្កួតក៏ប៉ុន្តែយើងអត់ដឹងថាឆ្កែហ្នឹងមានឬមិនមានទេបាទអញ្ចឹងត្រូវតែការពារតាមរយៈការទទួលវ៉ាក់សាំងបង្ការ